មនុស្សស្រីមុននឹងរាប់អានឬក៏តាក់ទងនរណាម្នាក់ជាសង្សារនឹងចាគួរតែពិចារណានិងពិនិត្យឲ្យបានច្បាស់ហើយចាព្រោះថាករណីនេះគឺកើតឡើងហូរហែញឹកញាប់ណាស់ចានេះគឺជាករណីឃាតកម្មមួយទៀតដែលបានកើតឡើងនៅក្នុងតំបន់អង្គីដូអ៊ីឆុនស៊ីកាលពីថ្ងៃទី4 ខែ 5 ឆ្នាំ 2025គឺប៉ូលីសបានរកឃើញបុរសនិងនារីវ័យ30ឆ្នាំ2នាក់ដែលជាគូសង្សារនឹងគ្នាបានដេកស្លាប់នៅក្នុង office stay មួយកន្លែងហើយអ្នកជិតខាងហ្នឹងគាត់បាននិយាយថាគាត់សោកស្ដាយដោយសារតែវាចំថ្ងៃបុណ្យហ្នឹងគឺគាត់អត់បានឮសំឡេងអីទេបើសិនជាគាត់បានឮសំឡេងហ្នឹងក៏គាត់អាចប្តឹងប៉ូលីសក៏អាចប្រហែលជាគូសង្សារ2នាក់ហ្នឹងអាចជួយជីវិតបានប៉ូលីសបានរកឃើញសាកសពគូសង្សារ2នាក់នៅក្នុង office stay នេះដោយសារតែបុរសម្នាក់បានទៅសារភាពនៅដល់ប៉ុស្តិ៍ប៉ូលីសតែម្ដងថាខ្លួនបានសម្លាប់បុរសនិងនារី2នាក់ហ្នឹងនៅក្នុង office stay ហ្នឹងទៅប៉ូលីសទៅដល់ទីនោះហើយឃើញចាពួកគេហ្នឹងដេកស្លាប់បាត់ទៅហើយនៅក្នុងទ្រុកឈាមហ្នឹងតាមការសារភាពឲ្យដឹងគឺបុរសនេះមានវ័យ30ឆ្នាំគឺជាសង្សារចាស់របស់នារីដែលបានស្លាប់នោះហើយការសម្លាប់នេះប្រហែលមកពីការគុំគួនហើយក្រោយពីធ្វើសកម្មភាពនេះហើយគឺបុរសហ្នឹងបានចេញពី office ថែហ្នឹងដោយយកកសែងរុំដៃដែលយើងឃើញអញ្ចឹងគឺគាត់ប្រើកាបិតចាក់ចាធ្វើសកម្មភាពសម្រាប់បុរសនិងនារីដែលជាគូសង្សារហ្នឹងហើយគាត់បានត្រឡប់ទៅផ្ទះវិញហើយបានសារភាពប្រាប់ឪពុកថាគាត់បានសម្លាប់មនុស្សអញ្ចឹងហើយក៏ឪពុកហ្នឹងប្រញាប់ចាបញ្ចុះបញ្ចូលហើយនាំកូនហ្នឹងទៅសារភាពនៅប៉ុស្តិ៍ប៉ូលីសទៅប៉ូលីសបានដឹងចាប៉ុន្តែពេលនេះគឺដោយសារតែបុរសដែលជាឃាតករហ្នឹងគឺគាត់បានរងរបួសដៃនិងរបួសកផងដែរហើយពេលនេះគឺបុរសជាឃាតករហ្នឹងកំពុងតែសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យក្រោយពេលចេញពីមន្ទីរពេទ្យខាងប៉ូលីសនឹងធ្វើការស៊ើបអង្កេតរឿងក្តីនេះបន្ថែមទៀតអញ្ចឹងយើងរងចាំមើលថារឿងក្តីនេះវាទៅជាយ៉ាងណា